ថ្ងៃឡើងបើអត់នឹកឃើញធ្វើម្ហូបអីបងប្អូនអាចសាកធ្វើមុខម្ហូបមួយមុខនេះបានងាយធ្វើហើយឆ្ងាញ់ថែមទៀតជាពិសេសគឺសាច់ហ្នឹងគឺមានជាតិឈ្ងុយឆ្ងាញ់ហើយផុយថែមទៀតណាបងប្អូនជាពិសេសជាមួយនឹងទឹកជ្រលក់ទៀតគឺថាឆ្ងាញ់តែម្ដងឥឡូវគឺគ្រឿងក្រើក៏មានតែប៉ុណ្្នឹងទេបងប្អូនមានទាំងសាច់បន្លែនិងគ្រឿងយើងសម្រាប់ធ្វើទឹកជ្រលក់នេះឯងទឹកប្រហុកណាបងប្អូនចំណែកឯបន្លែផ្គាប់គឺដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនមកបើមានតែផ្ទះស្រាប់រីកតែល្អចំពោះទឹកប្រហុកមានកូនសក្រីស្លឹកក្រូចសើចខ្ទឹមសប្រហុកជាមួយនឹងសណ្តែកដីនិងម្ទេស4-5គ្រាប់មកបងប្អូនជាពិសេសគឺក្រូចឆ្មាហើយសាច់ដែលនេះខ្ញុំយកមកធ្វើគឺយកសាច់រងឈាមឬក៏សាច់គោដែលជាប់ខ្លាញ់ក៏ឆ្ងាញ់ដែរបងប្អូនចាឥឡូវយើងចាប់ផ្ដើមហាន់កូនសក្រីរបស់យើងដើម្បីទុកធ្វើទឹកប្រហុកសិនណាបងប្អូនកូនសក្រីយើងហាន់ស្ដាងមកជាមួយនឹងស្លឹកក្រូចសើចយើងហាន់ឲ្យល្អិតៗណាបងប្អូនចំណែកឯខ្ទឹមសយើងចិញ្ច្រាំវាចាឲ្យរាងម៉ត់បន្តិចមកហើយម្ទេសយើងហាន់ឲ្យល្អិតៗផងដែរបងប្អូនតាមចំណង់ចំណូលចិត្តបើចង់ហឹរដាក់ឲ្យច្រើនមកឥឡូវយើងក៏ចាប់ផ្ដើមកច្រាំប្រហុករបស់យើងដើម្បីទុកធ្វើទឹកប្រហុកនឹងឯងហើយប្រហុកនេះដែរគឺយើងចិញ្ច្រាំឲ្យរាងម៉ត់បន្តិចបងប្អូនដើម្បីកុំឲ្យមានឆ្អឹងចាហើយឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងដោយគ្រាន់តែដាក់ប្រហុកចូលចានចាហើយដាក់នឹងទៅដោះគោខាប់បន្តិចបងប្អូនថែមជាមួយនឹងប៊ីចេងមកយើងកូរវាឲ្យคล้ายជាល្បាយតែមួយឲ្យសព្វចូលគ្នាហើយចាប់ផ្ដើមដាក់គ្រឿងក្រិតដែលយើងបានហាន់អំបញ្ញមិញមានដូចជាខ្ទឹមសគល់ស្លឹកគ្រៃស្លឹកក្រូចសើចក៏ដូចជាម្ទេសនឹងឯងដាក់ចូលគ្នាមកបងប្អូនបន្ទាប់ពីច្បោះគ្រឿងជាមួយនឹងប្រហុករបស់យើងឲ្យសព្វចូលគ្នារួចមកយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកក្តៅបងប្អូនចាឬក៏ទឹកឆ្អិនក៏បានដែរចាដើម្បីឲ្យវាមានល្បាយរាវល្មមហើយបន្ថែមជាមួយនឹងក្រូចឆ្មាចា3-4ចំណិតមកតាមការចុចចិត្តជូរឬក៏ជូរតិចៗអញ្ចឹងបងប្អូនជូរលះអីអញ្ចឹងមកតាមការចុចចិត្តរបស់បងប្អូនបន្ថែមជាមួយនឹងម្ទេស4-10គ្រាប់ទៀតមកគឺជាការស្រេចចំពោះសាច់គោប្រឡាក់ដាក់តែម្សៅស៊ុបក៏ដូចជាស្ករសហើយនឹងប្រេងខ្យងបន្តិចបានហើយបងប្អូនហើយយើងទុកវាកន្លះម៉ោងទៅដើម្បីឲ្យចូលជាតិយើងចាប់ផ្ដើមយកសាច់របស់យើងហ្នឹងចាមកដាក់ចៀនជាមួយនឹងប៊ឺបងប្អូនចាហើយការចៀននេះដែរគឺយើងចៀនឲ្យវាឆ្អិនល្មមបានហើយទុកនៅខាងក្នុងចារាងពណ៌ផ្កាឈូកល្មមបងប្អូនបានមានរសជាតិឆ្ងាញ់ហើយផុយថែមទៀតបន្ទាប់ពីចៀនឆ្អិនមកខាងមកថាល្មមហើយយើងក៏ចាប់ផ្ដើមប្រែសាច់របស់យើងណាបងប្អូនចាកុំឲ្យឆ្អិនខ្លាំងពេកធ្វើឲ្យសាច់របស់យើងនឹងអាចស្វិតបានណាបងប្អូនមើលឃើញថាឆ្អិនល្មមហើយយើងក៏ចាប់ផ្ដើមចាប់សាច់របស់យើងនឹងទុកម្លាយសិនចាហើយយកវាមកហាន់ណាបងប្អូនឃើញពណ៌របស់សាច់ហ្នឹងគឺពណ៌ផ្កាឈូកបងប្អូនគឺឆ្អិន50%ចាចៀនបែបនេះគឺធ្វើឲ្យសាច់របស់យើងមានរសជាតិឆ្ងាញ់ហើយផុយថែមទៀតចាបងប្អូនឥឡូវមុខម្ហូបរបស់យើងក៏ឆ្អិនរួចរាល់ហើយដែរសាច់គោចៀនទឹកប្រហុកណាបងប្អូនចាឥឡូវចាប់ផ្ដើមអញ្ជើញឆ្ងាញ់ទាំងអស់គ្នាណាបងប្អូនដោយគ្រាន់តែដាក់បន្លែផ្គាប់ចាតាមចំណង់ចំណូលចិត្តរបស់បងប្អូនចាស្រោចតែទឹកជ្រលក់មកនិយាយពីថារសជាតិវិញឲ្យអ៊ុយតែម្ដងមុខម្ហូបឯមុខនេះងាយធ្វើឆាប់បានញ៉ាំឯរសជាតិវិញគឺឆ្ងាញ់ញាក់តែម្ដងបងប្អូនជាពិសេសសាច់គោដែលយើងបានប្រឡាក់ទុកនឹងផុយហើយមានជាតិខ្លាំងមែនតែនហើយបើបានញ៉ាំជាមួយអាជាក់ទៀតបងប្អូនហើយទាំងប្រុសទាំងស្រីគឺត្រូវទាំងអស់គ្នាតែម្ដងចំពោះទឹកជ្រលក់យើងធ្វើឲ្យរាងដិតបន្តិចមកចាបានជ្រលក់ជាមួយប្រកបនឹងបន្លែចានឹងសាច់របស់យើងនឹងគឺកាន់តែឆ្ងាញ់ថែមទៀតហើយរសជាតិរបស់គេហ្នឹងគឺជូរប្រៃផ្អែមហឹរចាជាមួយនឹងសាច់គោដែលផុយអញ្ចេះទៀតនិយាយពីថាអស់បាយពីឆ្នាំងទៀតហើយថ្ងៃនេះដូច្នេះហើយបងប្អូនដែលដល់ម៉ោងបាយហើយអត់ដឹងធ្វើម្ហូបអីគឺសាកធ្វើម្ហូបមួយមុខនេះបានធានាថាឆ្ងាញ់តែម្ដងណាបងប្អូនងាយហើយចាប់បានហូបការចំណាយក៏អស់តិចតួចដែរដើម្បីទទួលបានមុខម្ហូបក៏ដូចជាវីដេអូថ្មីបងប្អូនកុំភ្លេចជួយ follow ក៏ដូចជា like page ផ្ទះបាយម៉ែម្នាក់មួយផងណាអរគុណបងប្អូនទាំងអស់គ្នា